ស្អំគឺជាដំណាំមួយប្រភេទដែលប្រជាជនយើងតែងនិយមដាំមិនថានៅតាមចម្ការឬនៅតាមរបងផ្ទះនិយាយទៅឲ្យតែកន្លែងណាដែលទនេមានដីអាចដាំបានគឺប្រជាជនយើងចូលចិត្តនិយមដាំជាពិសេសគិតដាំជារបងអញ្ចឹងបងប្អូនទាំងអស់គ្នាគឺភាគច្រើនគឺចូលចិត្តដំណាំស្អំតែមុននឹងទៅដឹងអំពីរបៀបដាំដែលបានទទួលផលច្រើនឥឡូវនាងខ្ញុំធ្វើដំណើរនាំបងប្អូនទៅមើលច្បាររបស់នាងខ្ញុំច្បាររបស់នាងខ្ញុំគឺមានដំណាំច្រើនប៉ុន្តែមិនទាន់រៀបចំបានស្អាតទេគ្រាន់តែថាយើងលក្ខណៈដាំនេះដាំនោះតិចតួចគ្រាន់យើងទៅបេះយកមកធ្វើជាម្ហូបប្រចាំថ្ងៃអញ្ចឹងសម្រាប់ដំណាំខ្លះគឺផ្ដល់ផ្លែផ្កាហើយដំណាំខ្លះទៀតគឺអត់ទាន់បានផ្ដល់ផ្លែផ្កាទេអញ្ចឹងបងប្អូនមើលដូចក្រូចនេះគឺវាអត់ទាន់បានផ្លែទេដោយសារយើងអត់បានថែទាំវាដិតដល់និងតុបតែងមែករបស់វាការពិតគឺដាំយូរឆ្នាំដែរហើយចំណែកម្ទេសបងប្អូនឃើញទេគឺវាផ្ដល់ផលរហូតអញ្ចឹងបន្លែបង្ការតិចតួចដែលយើងដាំនេះគឺវាអាចជួយយើងពេលដែលយើងត្រូវការចាំបាច់ពេលខ្លះយើងមិនថាយប់ឬថ្ងៃទេយើងអាចខ្ជិលទៅសារអញ្ចឹងគឺយើងអាចបេះយកទៅទុកនៅក្នុងទូទឹកកកដែលយើងមានស្រាប់ដោយមិនបាច់ចាំចំណាយលុយអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែចូលចិត្តដាំព្រោះយើងនឹងទទួលបានបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ដល់គ្រួសាររបស់យើងអញ្ចឹងបងប្អូនឃើញទេនៅតាមដីខ្លះគឺខ្ញុំដាំស្អំប៉ុន្តែស្អំទាំងនេះគឺអត់សូវទទួលបានផលទេបងប្អូនចាំមើលឲ្យដល់ចប់បងប្អូននឹងឃើញស្អំដែលនាងខ្ញុំដាំបែបម៉េចដើម្បីទទួលបានផលច្រើនហើយយើងចំណេញនេះបងប្អូនទាំងអស់គ្នាឃើញទេស្អំនេះគឺខ្ញុំដាំយូរហើយអញ្ចឹងវាអាចធ្វើជារបងផងហើយយើងអាចប្រមូលផលពេញមួយឆ្នាំឲ្យតែបងប្អូនឧស្សាហ៍បេះគឺវានឹងលើសត្រួយមករហូតទាល់តែបងប្អូនឈប់បេះវាលើសត្រួយច្រើនគឺវាអត់សូវចេញពេញប៉ុន្តែបើបងប្អូនបេះញឹកបងប្អូននឹងទទួលបានត្រួយចេញញឹកដែរយើងមានដើមស្អំតាមមួយដើមក៏យើងអាចទទួលស្អំបានញ៉ាំពេញមួយឆ្នាំដែរបងប្អូនគ្រាន់តែកាប់មែកទម្លាក់ដូចនាងខ្ញុំបែបនេះពេលនោះវានឹងជ្រុះស្លឹកចាស់អស់វានឹងលើសត្រួយខ្ចីមករហូតពេលដែលវាលើសត្រួយខ្ចីគឺយើងត្រូវបេះវាជាប្រចាំបងប្អូនឃើញខ្ញុំកាត់ទេបងប្អូនឃើញមែកឈរត្រង់នោះទេគឺអត់មានលើសត្រួយទេព្រោះយើងអត់បានកាប់ទម្លាក់វាមកអញ្ចឹងគឺវាអត់មានត្រួយទេប៉ុន្តែបងប្អូនក៏លេចមើលមកខាងក្រោមវិញណាបងប្អូនឃើញទេនេះជាមែកដែលខ្ញុំកាប់ទម្លាក់វាយើងកាប់វាកុំឲ្យដាច់កាប់វាគ្រាន់តែឲ្យវាដាច់ផ្នែកខ្លះចេញពីដើមពេលនោះយើងអាចបត្រេតវានៅជាប្របងរបស់យើងហើយយើងនឹងឃើញស្អំរបស់យើងវារុះស្លឹកចាស់អស់បន្ទាប់មកវានឹងលើសត្រួយខ្ចី